សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានព័ត៌មានដ៏ល្អមួយដែលខ្ញុំចង់ឲ្យលោកអ្នកបងប្អូនទាំងអស់គ្នាដឹងឮគេថាបើលោកអ្នកមាន iPhone 3G ឬក៏ iPhone 3GS ឥឡូវយើងអាចសរសេរអក្សរខ្មែរឬក៏មើល web page ជាអក្សរខ្មែរបានហើយថ្ងៃនេះខ្ញុំចង់បង្ហាញឲ្យវិធីដែលធ្វើឲ្យ iPhone មើលឃើញអក្សរខ្មែរនិងសរសេរអក្សរខ្មែរបានតែមុនដំបូងខ្ញុំសូមថ្លែងអំណរគុណដល់លោក Upon a Star ហើយបើលោកអ្នកមានពេលសូមទៅមើលក្នុង website គាត់ខ្ញុំបើកឲ្យមើលគឺ iPhonekhmer.com គាត់ខំប្រឹងធ្វើកម្មវិធីនេះដើម្បីធ្វើកើតបើមានពេលជួយទៅមើលគាត់ផងហើយឥឡូវចាំខ្ញុំបង្ហាញឲ្យលោកអ្នកចេះធ្វើដំបូងត្រូវតែ jailbreak iPhone បើលោកអ្នកអត់ចេះសូមGoogle jailbreak iPhone ទៅឃើញហើយធ្វើ jailbreak ហើយបាន Cydia ហើយយើងត្រូវចូល Cydia ហើយត្រូវតែថែម source មួយ source នោះទៅកន្លែងនេះទៅ manage ហើយទៅ sources នេះគឺ iPhonekhmer.com បើលោកអ្នកអត់ទាន់មានទៅ edit ហើយ add ហើយដាក់ iPhonekhmer.com ហើយ add source ទៅតែខ្ញុំអត់ធ្វើទេព្រោះខ្ញុំធ្លាប់ដាក់ហើយចុច done ឥឡូវចូលទៅឲ្យខ្ញុំ iPhonekhmer.com ចង់ដាក់ keyboard ហើយ fonts ទៅលើកដំបូងមិនឃើញ modify ទេតែលោកអ្នកឃើញ install ហើយដាក់ install ចុច install ទៅហើយ install ហើយ restart springboard ហើយចូលទៅ settings general scroll down to international keyboard ហើយឃើញអក្សរខ្មែរ turn on off on ហើយឥឡូវសាកចូលសេមួយនេះគឺជាខ្ញុំទៅចុចមិញចាំខ្ញុំអានឲ្យស្ដាប់ខ្ញុំអាចសរសេរអក្សរខ្មែរនៅក្នុង iPhone របស់ខ្ញុំហើយសូមថ្លែងអំណរអគុណដល់លោក Upon a Star លោក Upon a Star នេះគឺជាអ្នកបង្កើតអ្នកធ្វើឲ្យ iPhone font នេះកើតនៅក្នុង iPhone ឥឡូវខ្ញុំសាកសេដាក់ពាក្យមួយគឺថាសេអក្សរខ្មែរ ជាងចាប់ដើមសខអានេះសម្រាប់ដាក់ជើងយើងចុចនឹងមុនហើយដាក់អក្សរមទៅវាចេញជើងមហើយដាក់ស្រែហើយដាក់រខ្មែរឥឡូវដូចថាចង់មើលអក្សរខ្មែរនៅក្នុង Safari យើងអាចទៅនេះ everyday.com.kh ហើយយើងឃើញអាចឃើញអក្សរខ្មែរនៅក្នុង Safari ឥឡូវនឹងតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូនទាំងអស់គ្នានឹងអាចមើលអក្សរខ្មែរហើយចុចអក្សរខ្មែរនៅក្នុង iPhone របស់លោកអ្នកព្រោះយើងសិតចូលចិត្ត iPhone ទាំងអស់គ្នាហើយបើយើងចេះខ្មែរយើង
អាចមើលអក្សរខ្មែរបានខ្ញុំគិតថាគឺជាព័ត៌មានដ៏ល្អមួយដល់យើងទាំងអស់គ្នាហើយបើលោកអ្នកចូលចិត្តវីដេអូខ្ញុំសូម subscribe នៅក្នុង channel ខ្ញុំបាទតែប៉ុណ្្នឹងទេសូមអរគុណដែលបានមើល